បងស្រីប្រពន្ធខ្ញុំនៅក្រោមដីប្រកាសជានឹងជួយការពារយើងគាត់ប្រកាសជាមិនស្អប់បងទេហ្វាងហ្វេកំពុងត្រៀមចេញទៅសាលាប៉ុន្តែបងស្រីទាំងពីរប្រកែកគ្នាដើម្បីមិនចង់ជិះរថយន្តដូចគ្នាដូច្នេះពួកគេបានដាក់របស់ពេញកៅអីហ្វាងហ្វេត្រូវឲ្យបងប្អូនប្រុសជិះរថយន្តមួយផ្សេងទៀតបន្ទាប់ពីចូលសាលាហ្វាងហ្វេដឹងច្បាស់ថាលើកនេះនាងត្រូវតែឈ្នះដាច់គេដូច្នេះការបង្កើតក្រុមគឺចាំបាច់នាងបានសម្លឹងឃើញយូស៊ីជេជាមួយនឹងការស្ដាប់ពីបងប្អូនថាគាត់ជាបងប្អូនប្រុសរបស់គាត់ប៉ុន្តែយូស៊ីជេទោះបីជាគាត់ជាកូនប្រុសរបស់អ្នកមានសម្បត្តិធំបំផុតក្នុងតំបន់ក៏ដោយតែគាត់ជាមនុស្សដែលស្ងប់ស្ងាត់ហើយមានតែការសិក្សានៅក្នុងចិត្តហ្វាងហ្វេបានឮថាគាត់មានលទ្ធផលល្អហើយគិតថាគាត់ជាជំរើសល្អហើយនៅថ្ងៃដំបូងដែលហ្វាងហ្វេចូលសាលាដោយសារតែភាពស្រស់ស្អាតលេចធ្លោរបស់នាងបានធ្វើឲ្យបុរសជាច្រើនមិនដកភ្នែកពីហ្វាងហ្វេបានប៉ុន្តែការយកចិត្តទុកដាក់របស់នាងនៅលើប្អូនស្រីអាក្រក់នាងបានធ្វើឲ្យនាងលំបាកពេលវេលាដែលនាងត្រូវបង្ហាញឲ្យឃើញហ្វាងហ្វេដើម្បីឈរជើងនៅក្នុងសាលាតាក់ទាញបងប្អូនប្រុសយេស៊ីជេឲ្យចូលរួមហើយនាងកំពុងត្រូវគេបង្ខំឲ្យបង់ប្រាក់ដូច្នេះនាងបានដើរទៅមុខជួយដោះស្រាយបញ្ហាទោះយ៉ាងណាយេស៊ីជេមិនត្រឹមតែអត់ស្គាល់គុណហ្វាងហ្វេទេប៉ុន្តែត្រូវបានម្ដាយរបស់មានជាងជន់បន្ទោសជាច្រើននៃពលឺចាននិយាយថានរណាចូលរួមរឿងគេយ៉ាងណាក៏ដោយយ៉ាងនេះត្រូវបានបងប្អូនស្រី2នាក់ឃើញពួកគេបានរត់ទៅរកម្ចាស់ផ្ទះភ្លាមដើម្បីប្តឹងលោកស្រីជីក៏បានបន្ថែមឲ្យកាន់តែធ្ងន់ថានាងគ្មានការអប់រំនិងគ្មានការគោរពសមរម្យហ៊ានរំខានគ្រួសារមែនជាងនៅលើផ្លូវដែលធ្វើឲ្យស្ថានភាពគ្រួសាររបស់ពួកគេកាន់តែអាក្រក់ស្ត្រីចាស់ក៏បានឈរជាមួយលោកស្រីជីក្នុងលើកនេះបន្ទោសហ្វាងហ្វេថាធ្វើរឿងមិនគិតនិងមិនគិតពីផលប្រយោជន៍គ្រួសារដែលធ្វើឲ្យមានការខឹងសម្បារនៅក្នុងគ្រួសារម្ដាយក៏អាចយល់បានគ្រាន់តែសង្ឃឹមថាអ្នកអាចធ្វើឲ្យចិត្តរបស់អ្នកស្រួលបានឆាប់យ៉ាងណាមិញអ្នកកំពុងផ្ទុកឈាមរបស់គ្រួសារយីចិត្តស្និទ្ធជាមួយបងប្អូនរបស់ខ្លួនបញ្ចាំបាច់លាក់បាំងពីយើងនឹងបងភ័យទេខ្ញុំមិនបានគិតថាមេផ្ទះជីនឹងមានមាត់មាយាបដូចនេះទេល្អដែលមុនពេលនាងចូលផ្ទះនាងបានរៀបចំឲ្យបងប្អូនចូលមកជួយសង្គ្រោះបងប្អូននោះបាននិយាយថាគាត់មិនស្គាល់នរណាជាជនដែលកំពុងតែចំនួននោះទេត្រូវបានគេនិយាយពីរឿងនេះនៅពេលក្រោយនៅពេលនោះកញ្ញាម៉ងបានប៉ះទង្គិចយ៉ាងមិនចិត្តនាជាមួយយេសីជេហើយបានសង្គ្រោះរូបភាពដ៏មានតម្លៃរបស់ខ្លួនដែលត្រូវបានខូចខាតហើយក៏បានធ្វើឲ្យគេបង់ប្រាក់សំណងច្រើនដែរប៉ុន្តែភ័យបានស្គាល់ភ្លាមថានរណាម្នាក់កំពុងនិយាយកុហកអំពីការសម្លាប់ឪពុកដូច្នេះនាងដើរទៅមុខបង្ហាញការបោកប្រាស់សកម្មភាពរបស់គាត់ដែលជួយសង្គ្រោះបានធ្វើឲ្យមនុស្សទាំងអស់សរសើរយ៉ាងខ្លាំងកញ្ញាទី2របស់យើងមានឈ្មោះល្បីល្អនៅខាងក្រៅប៉ុន្តែបងប្អូនទី4មិនព្រមជប់ទេនាងនិយាយថាបងប្អូនកញ្ញាទី2មានទំនាក់ទំនងជិតស្និទ្ធដូច្នេះគាត់បានជួយនាងនិយាយស្ត្រីម្នាក់ដែលចូលរួមជាមួយបុរសនៅតាមផ្លូវវិញវាដូចជាប៉ះពាល់ដល់សិលធម៌បងប្អូនទី4ថ្ងៃនេះអ្នកក៏ចាប់ផ្ដើមវាតម្លៃហើយតើអ្នកអាចវាតម្លៃលើសូគូកុងបានទេសូគូកុងពាក់ព័ន្ធអ្វីទៅអំយាយមិនដឹងទេជាក់ជាមិនខានគឺសរសើរយ៉ាងខ្លាំងចំពោះជាងលីរបស់យើងដើមតុងនោះហ្វាងហ្វេបានត្រូវបានសូគូកុងអញ្ជើញទៅជាន់ទី2ដើម្បីផឹកតែប៉ុន្តែគោលបំណងគឺដើម្បីស៊ើបអង្កេតអត្តសញ្ញាណពិតរបស់នាងហ្វាងហ្វីវិញគិតថាគាត់ជាអ្នកជួយសង្គ្រោះដឹងថាក្រោយពីត្រឡប់មកផ្ទះបងប្អូនស្រី2នាក់នឹងទៅប្តឹងដូច្នេះបានរៀបចំឲ្យបងប្អូនប្រុសចោលបំណងនិយាយពីសូគូកុងថាគាត់បានស្រឡាញ់ភាពក្លាហានរបស់ហ្វាងហ្វេហើយបានអញ្ជើញនាងទៅជាន់ទី2ដើម្បីផឹកតែគាត់និយាយអ្វីទៅអ្នកគាត់មិនបាននិយាយអ្វីទេគ្រាន់តែសរសើរខ្ញុំប៉ុន្មានពាក្យសូគូកុងបាននិយាយមានឪពុកដូចម្ដេចកូនស្រីដូច្នោះដែរហើយគាត់បានឲ្យខ្ញុំជូនពរទៅឪពុកផងសូគូកុងគឺជាមនុស្សមានឈ្មោះល្បីនៅក្នុងទីក្រុងជីដូនបានសម្រេចឃ្លាមថាការខ្ញាយនេះមិនមែនជាកំហុសរបស់ហ្វាងហ្វីទេស្រីជីឃើញថាផែនការរបស់ខ្លួនបរាជ័យមុខមាត់របស់នាងភ្លាមคล้ายទៅជាមុខស្រងេស្រងោចសូគូកុងពិតជាសរសើរអ្នកមែនទេអ្នកដឹងទេថាអាចនិយាយកុហកបានអ្នកនេះសូគូកុងបើពេលក្រោយដឹងហើយគាត់ប្រកាសជានឹងរកអ្នកដើម្បីគិតលុយវិញគាត់មិនទំនេរដល់ថ្នាក់នោះទេថ្ងៃបន្ទាប់ហ្វាងហ្វេបានទៅសាលាមុខទ្វារនាងបានជួបគូដណ្ដឹងរបស់ប្អូនស្រីទី3គូដណ្ដឹងនោះក៏បានសរសើរនាងសកម្មភាពម្សិលមិញដូច្នេះគាត់ចង់អញ្ជើញនាងចូលក្រុមហើយក៏និយាយថានឹងទៅបញ្ចុះយ៉ាវមិនទាន់ហ្វាងហ្វេឆ្លើយតបបងប្រុសនិយាយថាគាត់មិនរួមក្រុមជាមួយបងប្អូនស្រី2របស់គ្រូសាជាងហើយឬឥឡូវមកចាប់អារម្មណ៍ហ្វាងហ្វីវិញនោះគឺត្រៀមខ្លួនដើម្បីបណ្ដេញម្នាក់ណាមួយចេញពីពួកគេឬថាអ្នកកំពុងញ៉ាំអ្វីនៅក្នុងចានហើយគិតអំពីអ្វីនៅក្នុងឆ្នាំងប៉ាំងបងប្រុសប្រមានគាត់ថាប្រសិនបើមិនលែងលះជាមួយរយ៉ាវទេកុំមកចិត្តហ្វាងហ្វេនិយាយចប់គាត់ទាញប្អូនស្រីចូលក្នុងសាលាយ៉ាវឃើញហេតុការណ៍នេះហើយក្នុងចិត្តនាងមិនសប្បាយចិត្តទេបន្ទាប់ពីចប់ម៉ោងសិក្សាហ្វាងហ្វេរកឃើញយេសេជេដើម្បីព្យាយាមបញ្ចុះបញ្ចូលនាងចូលរួមក្រុមជាមួយខ្លួនប៉ុន្តែគូដណ្ដឹងមិនចូលចិត្តឲ្យនាងហៅខ្លួនថាសាច់បងប្រុសព្រោះបន្ទាប់ពីជាងលីបាត់បង់ម្ដាយរបស់គាត់
ជីដូនមកផ្ទះជាងនាំនាងត្រឡប់ទៅផ្ទះជាងលីបាននិយាយមិនសមរម្យខ្លួនជាភរិយារបស់គ្រួសារជាងមិនចង់ធ្វើអ្វីដែលជាអ្នកជំនួញទេមិនទៅជាមួយអ្នកទេ